សួរសូមស្វាគមន៍មកកាន់កម្មវិធី Naga FM 235ជំនួបថ្ងៃត្រង់កម្មវិធីយើងថ្ងៃនេះគឺមានប្រធានបទមួយដែលយើងនឹងពិភាក្សាទាក់ទងជាមួយនឹងគឺរួមសុខទុក្ខជាមួយគ្នា24ឆ្នាំជំរាបសួរគ្រួសារ Nagavel នាងខ្ញុំឈ្មោះហេងសុភានីមកពីផ្នែក Table Game បម្រើការងារនៅក្នុង Nagavel អស់រយៈពេល24ឆ្នាំជំរាបសួរខ្ញុំឈ្មោះ Peng Pauline មកពី Table Game បម្រើការងារនៅក្នុង Naga 26ឆ្នាំអញ្ចឹងបងស្រីអាចជម្រាបជូនមកនេះថាតើពេលជួបគ្នាដំបូងហ្នឹងអ្នកណាដែលគេចាប់ដើមនិយាយរកគ្នាមុនខ្ញុំបាយចាហេទៅមកណាចាហេទៅព្រោះអីគាត់មកក្រៅយើងធ្វើសួរស្ដីទៅគាត់យើងសួរនាំពីគាត់ហើយចុះបងស្រីយើងរកដើរគេមកសួរមុនមកណាចាដោយសារខ្ញុំពេលនោះគឺនៅក្មេងណាមួយវាជាការងារដំបូងរបស់ខ្ញុំចាអញ្ចឹងដល់ពេលយើងចូលទៅវាមានការផិតភ័យអញ្ចឹងអត់ហ៊ាននិយាយស្ដីមានយំទេពេលហ្នឹងបងដូចអត់ដែរមានទេគាត់ថាមានការភ័យខ្លះអញ្ចឹងដល់ពេលគាត់ឃើញខ្ញុំជាបុគ្គលិកចូលថ្មីគាត់ក៏ព្យាយាមតែងតែមានតំណែងជាមួយខ្ញុំជាបុគ្គលិកថ្មីដើម្បីកុំឲ្យមានភាពភ័យខ្លាចនរណាគេចាប់ផ្ដើមមកគេថាដើរលេងមុនគេខ្ញុំបាយទៀតចាមិនចឹងបងពួកយើងអ្នកស្គាល់កន្លែងមុននេះចេះតែនាំទៅកន្លែងអូបាទស្គាល់កន្លែងមុនបាយបបួគេដើរលេងថ្ងៃដំបូងទៅណាដែរបងមានអីគ្រាន់តែថាចាញ់ពីធ្វើការទៅញ៉ាំអីលេងញ៉ាំអីលេងមកណាជិះពេលហ្នឹងបងស្រីគាត់គេហៅមកទៅភ្លាមមកណាចាដោយសារយើងទឹមតែមានតំណែងអញ្ចឹងយើងចង់ឲ្យមានការស្និទ្ធស្នាលឲ្យស្អិតរមួតមកណាពាក់បពូនមកណាបាទអូខេយល់តើអ្វីទៅដែលបានរឹតបន្តឹងនិងបន្តទៅភាពនេះឲ្យមានភាពថិតថេរយូរអង្វែងមកដល់សប្តាហ៍ថ្ងៃគឺដោយសារយើងមានភាពស្មោះត្រង់ដូចជាគាត់ការយកចិត្តទុកដាក់គ្នាវិញទៅវិញមកសួរសុខទុក្ខគ្នាមិត្តភាពយើងទាំងពីរតាំងពីដើមរហូតដល់ឥឡូវហ្នឹងគឺរយៈពេល24ឆ្នាំហ្នឹងឲ្យកាន់តែស្និទ្ធស្នាលកាន់តែបងដែរធ្លាប់ខ្វែងកំណត់គ្នាទេបងធ្លាប់ណាគេដើម្បីទៅគេហៅថាសម្របសម្រួលឲ្យត្រូវទៅវិញមុនគេតាមធម្មតាទៅគឺគាត់ជាអ្នកមកនិយាយមុនមកពីគាត់គិតថាគាត់ជាបងអញ្ចឹងខ្ញុំក៏គិតថាខ្លួនឯងជាសិស្សប្អូនគាត់មួយរូបដែរអញ្ចឹងតើតមានការនិយាយគ្នាលុះត្រាតែអីថយមកចំហៀនអូខេបាទកុំឲ្យទៅមុខពេកតែអញ្ចឹងធ្វើឲ្យមិត្តភាពហ្នឹងវាអាចនឹងបាច់បាក់ថ្ងៃណាមួយហើយដោយសារគាត់ឃើញខ្ញុំហ្នឹងជាមនុស្សល្អដែរអញ្ចឹងគាត់ចង់បាត់បង់ខ្ញុំពងពួតខ្លួនឯងចាពងពួតដើមគាត់មនុស្សល្អទេបងឯងចាគាត់ល្អមានអីគាត់តែងតែចិត្តជួយយកអាសាអញ្ចឹងទៅបាទ